សួស្តីប្រិយមិត្តទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់អំពីអាថ៌កំបាំងដ៏អស្ចារ្យមួយនៃពន្លឺខ្ញុំដឹងថាអ្នកទាំងអស់គ្នាបានស្គាល់ពន្លឺនិងអត្ថប្រយោជន៍របស់វាប៉ុន្តែតើអ្នកបានដឹងទេអំពីលក្ខណៈពិសេសនៃពន្លឺសតវត្សទី19វិទ្យាសាស្ត្រកំពុងតែអភិវឌ្ឍយ៉ាងឆាប់រហ័សនៅពេលនោះអ្នកវិទ្យាសាស្ត្របានយល់ថាបាតុភូតជាច្រើនក្នុងធម្មជាតិមានលក្ខណៈជារលកឧទាហរណ៍សំឡេងគឺជារលកមួយដែលត្រូវការខ្យល់ដើម្បីដាល់ពីកន្លែងមួយទៅកន្លែងមួយរលកទឹកត្រូវការទឹកដើម្បីដាល់ដោយសារតែការសង្កេតនេះអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថារលកទាំងអស់ត្រូវការមជ្ឈដ្ឋានដើម្បីដំណាលពន្លឺក៏ត្រូវបានគេរកឃើញថាមានលក្ខណៈជារលកផងដែរនៅពេលនោះដូច្នេះអ្នកវិទ្យាសាស្ត្រនៅពេលនោះបានជឿថាពន្លឺក៏ត្រូវការមជ្ឈដ្ឋានមួយដើម្បីដាល់នោះដែរពួកគេបានហៅមជ្ឈដ្ឋាននេះថាអេតេត្រូវបានគេគិតថាមាននៅគ្រប់ទីកន្លែងទាំងអស់ទាំងក្នុងអាកាសនិងសូម្បីតែនៅក្នុងសញ្ញាកាសដែលជាកន្លែងគ្មានសារធាតុអ្វីទាំងអស់ពួកគេជឿថាអេតេគឺជាមធ្យោបាយដែលអនុញ្ញាតឲ្យពន្លឺធ្វើដំណើរបានពេលដូចគ្នានេះអ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះ James Clerk Maxwell បានបង្កើតសមីការសំខាន់មួយចំនួនដែលយើងបានស្គាល់ថាគឺជាសមីការ Maxwell តាមរយៈសមីការទាំងនេះគាត់បានបង្ហាញថាពន្លឺគឺជារលកអេឡិចត្រូម៉ាញ៉េទិកហើយវាធ្វើដំណើរដោយល្បឿនថេរមួយគឺសេស្មើនឹង3គុណនឹង10សេគុណ8ម៉ែត្រក្នុង1វិនាទីនេះមានន័យថាពន្លឺធ្វើដំណើរដោយល្បឿនដូចគ្នាវាមិនអាស្រ័យទៅនឹងអ្នកសង្កេតនោះទេប៉ុន្តែវាមានបញ្ហាធំមួយនៅពេលនោះតាមរូបវិទ្យាបុរាណល្បឿនមានលក្ខណៈធៀបឧទាហរណ៍ប្រសិនបើយើងនៅលើរថភ្លើងហើយបាញ់វត្ថុទៅមុខល្បឿនសរុបនឹងស្មើនឹងល្បឿនរបស់រថភ្លើងបូកនឹងល្បឿនរបស់វត្ថុដូច្នេះសំណួរដ៏សំខាន់មួយបានកើតឡើងតើល្បឿនពន្លឺត្រូវបូកជាមួយនឹងល្បឿនអ្នកសង្កេតដែរឬទេឬតើល្បឿនពន្លឺតែងតែដូចគ្នាមិនថាអ្នកសង្កេតធ្វើចលនាឬឈប់នៅស្ងៀមសំណួរនេះបាននាំឲ្យមានការបង្កើតទ្រឹស្ដីមួយដែលបានផ្លាស់ប្ដូររូបវិទ្យារហូតមកដល់សព្វថ្ងៃនេះហើយអ្នកដែលបានផ្លាស់ប្ដូរការយល់ដឹងរបស់មនុស្សជាតិអំពីសកលលោកគឺអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យម្នាក់គឺ Albert Einstein លោក Einstein បានសួរខ្លួនឯងសំណួរយ៉ាងសាមញ្ញមួយតើមានអ្វីកើតឡើងប្រសិនបើយើងដេញតាមពន្លឺបើយើងអាចផ្លាស់ទីដោយល្បឿនស្មើនឹងល្បឿនរបស់ពន្លឺយើងគួរតែឃើញពន្លឺឈប់នៅស្ងៀមប៉ុន្តែតាមរយៈសមីការរបស់លោក Maxwell បានបង្ហាញថាពន្លឺមិនអាចឈប់ស្ងៀមបាននោះទេនេះមានន័យថាមានអ្វីមួយដែលខុសEinsteinបានគិតថាបញ្ហាមិនមែនស្ថិតនៅលើពន្លឺនោះទេគឺបញ្ហាគឺស្ថិតនៅលើលំហនឹងពេលដូច្នេះគាត់បានសន្និដ្ឋានថាល្បឿនពន្លឺគឺដូចគ្នាសម្រាប់អ្នកសង្កេតទាំងអស់នេះមានន័យថាពេលវេលាអាចផ្លាស់ប្ដូរលំហអាចផ្លាស់ប្ដូរដូច្នេះលំហនឹងពេលមិនថេរដូចអ្វីដែលនៅក្នុងទ្រឹស្ដីបុរាណបានគិតនោះទេនេះគឺជាទ្រឹស្ដីមួយដែលបង្កើតដោយលោក Albert Einstein ដែលមានឈ្មោះថាការប្រៀបធៀបពិសេសដែលហៅជាភាសាអង់គ្លេសថា Special Relativity Einstein មិនបានធ្វើពិសោធន៍ថ្មីនោះទេគាត់គ្រាន់តែប្រើភាព logic ប៉ុណ្ណោះគាត់ជឿទៅលើរឿងពីរសំខាន់រឿងទី1គឺច្បាប់រូបវិទ្យាគឺដូចគ្នានៅគ្រប់តម្រុយនិច្ចលភាពទាំងអស់ទី2គឺសមីការរបស់ Maxwell គឺមានភាពត្រឹមត្រូវនេះនាំទៅរកការសន្និដ្ឋានថ្មីមួយល្បឿនពន្លឺគឺថេរគំនិតដ៏សាមញ្ញមួយនេះបានបំលែងរូបវិទ្យាទាំងមូលវាបាននាំឲ្យមានការរកឃើញដ៏អស្ចារ្យជាច្រើនដូចជាពេលវេលាអាចយឺតឬក៏ជាភាសាអង់គ្លេសហៅថា time dilatations ម៉ាស់អាចបំលែងទៅជាថាមពលអាចបំលែងទៅជាម៉ាស់តាមរយៈសមីការដ៏ល្បីល្បាញមួយរបស់លោកគឺ E = mc².
វាបានអនុញ្ញាតឲ្យយើងបង្កើតបច្ចេកវិទ្យាដ៏ទំនើបមួយដូចជា GPS ដែលយើងប្រើជារៀងរាល់ថ្ងៃហើយវាបានក្លាយជាមូលដ្ឋាននៃរូបវិទ្យាទំនើបមួយដែលពន្យល់អំពីធម្មជាតិពិតនៃសកលលោកប៉ុន្តែអ្វីៗទាំងអស់នេះមិនបានចាប់ផ្ដើមពីម៉ាស៊ីនធំៗឬការពិសោធន៍ដ៏ស្មុគស្មាញនោះឡើយវាបានចាប់ផ្ដើមអំពីសំណួរយ៉ាងសាមញ្ញមួយសំណួរមួយដែលក្មេងប្រុសម្នាក់បានគិតតើមានអ្វីកើតឡើងប្រសិនបើយើងអាចដេញតាមពន្លឺសំណួរនេះបានផ្លាស់ប្ដូរការយល់ដឹងរបស់មនុស្សជាតិអំពីពេលវេលាអវកាសនិងសកលលោកជារៀងរហូតហើយក្មេងប្រុសនោះគឺ Albert Einstein